Nâng tên này thơ video chuồn bong prong nè có tao chui thơ video bằng hành pì bị pra pra bộ nè sam spi crop thom ấy chuyện bong pon sam pi ní bị chuyện mà đong em đong cái sam pi khác cái pra rụp sen nè chẳng tới rụp tao rụp kla rụp stang rụp ấy rồi có sao ông lê thom sao Japan này chẳng tới តែរបៀបប្រើប្រាស់នឹងតម្រងខាងក្នុងអីវាតែមួយអញ្ចឹងបងប្អូនមើលរបស់ខ្ញុំទៅសេរីរបស់បងប្អូនបានដូចគ្នាឬក៏ប្រើជា M24 អីសេរីត្រូវជាមួយគ្នាដែរ M24 អាពណ៌ទឹកមាសដែលរបស់ខ្ញុំហ្នឹងអញ្ចឹងវាដូចគ្នា 100% អញ្ចឹងរបៀបសេរីហ្នឹងមានបងប្អូនខ្លះគាត់ច្រឡំនឹងកងតាក់នេះហើយវិជ្ជាមួយទៀតរបៀបប្រើរបៀបអីហ្នឹងវាអាស្រ័យលើតិចនិចបច្ចេកទេសបងប្អូនទាំងស្រុងដែលស្រាប់ខ្ញុំចេះតែធ្វើវាបងប្អូនមកទឹកខ្ញុំក៏ចេះហែលទូកក៏ចេះអុំអញ្ចឹងខ្ញុំបានតែត្រឹមមកបង្ហាញថាសេរីភ្លើងមិនអីមិនតែប៉ុណ្្នឹងទេអញ្ចឹងដំបូងខ្ញុំមកនិយាយអាកងតាក់នេះទឹករែកទឹកជ្រៅនេះអានេះទឹកជ្រៅមើលខ្ញុំបើកវលីននេះអស់បងប្អូនឃើញតនិចញ៉ែលកាអានេះវាស្រុតដោយសារអាគុយអស់ភ្លើងវាស្រុតវល់ទៅតាមហ្នឹងដោយសារអាគុយខ្ញុំអាគុយអាសែវាអូសអត់ហេជាមួយយើងកាច់មកទឹកជ្រៅឃើញភ្លើងតិចទេកាច់ទៅទឹករែកឃើញភ្លើងខ្លាំងជាងមុនណាចឹងបងប្អូនខ្លះក៏ច្រឡំអាទឹកជ្រៅយកភ្លើងខ្លាំងទឹករែកយកភ្លើងតិចតាមពិតវាប្រច្រាស់គ្នាបងប្អូនទឹកជ្រៅគេយកភ្លើងតិចទឹករែកយកភ្លើងខ្លាំងហើយកងតាក់នេះចេះទៀតជួនកាលក្បាលខ្លះប្រច្រាស់ទៀតបងប្អូនកាច់មកនេះទៅជាទឹកជ្រៅកាច់មកនេះទៅជាទឹករែកអញ្ចឹងអាស្រ័យលើបងប្អូនស្ដាប់សលេងដែរវាពិបាកអញ្ចឹងដែរជួនកាលជាងគាត់ធ្វើមកគាត់ដោតប្រច្រាស់ចឹងវាទៅជាប្រច្រាស់មកចឹងកងតាក់អាពីរចុចហ្នឹងទឹករែកទឹកជ្រៅកងតាក់ខាងឆ្វេងដៃហ្នឹងគេប្រើមិនឥឡូវខ្ញុំនិយាយពីទឹកជ្រៅនេះរបស់ខ្ញុំទឹកជ្រៅខាងលេខ1នេះកាច់ចេញក្រៅបងប្អូនចំណាំកាច់ទៅចេញមកក្រៅមកលេខ1អាកងតាក់ខាងឆ្វេងដៃហ្នឹងចឹងទឹកជ្រៅវាប្រើចង់ភ្លេចសេលេខ8 85ជុំចំណែកឯទឹករែកនេះវាប្រើ100ជុំអញ្ចឹងហើយបានជាទឹករែកវាប្រើភ្លើងចេញតិចទឹកជ្រៅសំទោសទឹកជ្រៅភ្លើងតិចទឹករែកភ្លើងខ្លាំងដោយសារជុំវាច្រើនជាងអាទឹករែកអញ្ចឹងបើខ្ញុំបញ្យល់អញ្ចឹងបងប្អូនរឿងបាក់យល់តិចបើខ្ញុំប្រៀបទៅជាគយន្តបងប្អូនធ្លាប់ប្រើគយន្តពណ៌ក្លេថងណាអញ្ចឹងបងប្អូនយល់ងាយយល់វិញអញ្ចឹងអានេះប្រៀបដូចវលីតូចអញ្ចឹងប្រៀបដូចវលីតូចអញ្ចឹងអាខាងទឹកជ្រៅអញ្ចឹងបងប្អូនយល់ហើយថាវលីតូចគេប្រើនៅស្ថានភាពដីយ៉ាងម៉េចសម្រាប់ភ្ជួរសម្រាប់ដីផុកដីល្បាប់ដីខ្សាច់ដីអីអញ្ចឹងទៅសម្រាប់ការងារតឹងអីចឹងទៅចំណែកឯអានេះទឹករែកវលីធំអញ្ចឹងបងប្អូនយល់វលីធំគេប្រើដើម្បីអីគឺសម្រាប់រត់នៅលើផ្លូវជាតិផ្លូវអីចឹងទេអញ្ចឹងអានឹងអាទឹករែកនេះប្រៀបដូចនឹងនេះអាទឹករែកនេះប្រៀបដូចនឹងវលីធំអញ្ចឹងបើយើងនិយាយនឹងកយន្តកលេថងចំណែកឯទឹកជ្រៅប្រៀបដូចវលីតូចអញ្ចឹងអានឹងខ្ញុំបញ្យល់ឲ្យងាយយល់ហ្មងបងប្អូនអត់ធ្លាប់ប្រើក្លេថងភ្ជួរដីអីរឿងបាក់តិចអញ្ចឹងបងប្អូនត្រូវយល់ថាទឹករែកគេប្រើភ្លើងខ្លាំងបើសិនជាទឹកជ្រៅគេប្រើភ្លើងតិចឬក៏បងប្អូនកាច់មកនេះចោលកាច់មកភ្លើងខ្លាំងនេះចោលហើយដល់ពេលបងប្អូនលេងទឹកជ្រៅបងប្អូនបន្ថយវ៉ូលីននេះវិញក៏បានដែរមិនបាច់ចាំបន្ថយភ្លើងនេះក៏បានដែរបន្ថយវ៉ូលីនក៏បានដូចគ្នាប៉ុណ្ណឹងអញ្ចឹងអាហ្នឹងកងតាក់ខាងឆ្វេងដៃហ្នឹងទឹករែកទឹកជ្រៅអាហ្នឹងប៉ុណ្ណឹងចំណែកវ៉ូលីនអាវ៉ូលីននេះដូចហ្គេអញ្ចឹង
ដូច gear của yun chẳng ឬភាសាបច្ចេកទេសគេហៅ master violin អា violin ខាងស្ដាំដៃហ្នឹងណាឬយើងហៅឲ្យងាយយល់ហ្មង violin មេអញ្ចឹង violin មេ A ហ្នឹងសម្រាប់ស្រេភ្លើងខ្លាំងភ្លើងខ្សោយដែរបងប្អូនយល់ហើយ gear của yun ចង់និយាយថាបងប្អូនដូរតា vli អត់ដូរតា vli អត់តឡើង gear អត់អីក៏វាមិនប្រកែចានេះដូច gear của yun ចឹងចឹងហើយអាហ្នឹង violin មេចុះអា violin នេះអានេះ violin នេះបងប្អូនសេរីជមើលនេះ violin នេះបងប្អូនសេរីបាំងដៃទៅបងប្អូនសេរីក៏ដូចមិនសេរីដែរវាអត់ប្រែប្រួលអីទេវាអត់ធ្លាក់វល់ទេអានេះធ្លាក់ស្រើតតិចហ្នឹងដោយសារគួយខ្ញុំវាយ៉ងទៅតាមហ្នឹងទេវានៅអត់ដែរអញ្ចឹងបើបងប្អូនប្រើនៅអាតង់បញ្ញាក់តង់លេខ0ហ្នឹងអញ្ចឹងបងប្អូនមិនបាច់ខ្វល់នឹងអានេះវានៅលេខប្រមាណនៅទៅស្រេចតែក្បាលវល់វាទៅយើងមិនបាច់ទៅលេងវាទេវានៅលេខ9ក៏នៅទៅនៅលេខ1ក៏នៅទៅចង់និយាយថាវាអត់មានប្រតិកម្មអីទាំងអស់អញ្ចឹងបងប្អូនសួរថាបើប្រើមិនកើតដដែលគេធ្វើមកផលិតមកដាក់ដើម្បីអីគឺអាហ្នឹងគេដាក់មកសម្រាប់នេះបងប្អូនកាច់មកលេខ1នេះស្រាប់លេងតិចអញ្ចឹងអាហ្នឹងគេហៅ violin ជំនួយតិចញាក់ញាប់ញាក់អំវើអញ្ចឹងអាតិចនេះបច្ចេកទៀតបងប្អូនតិចនេះចង់និយាយដួសតិចមិនយកទៅអូសតិចណាដួសតិចបងប្អូនយកបើក្បាលនេះទៅអូសតិចចាប់ឆេះតិចហើយដល់ពេលយើងកាច់មកតិចហ្នឹងបានសេរីទៅឃើញវាប្រតិកម្មហ៎មានប្រតិកម្មនេះមានប្រតិកម្មហ៎អញ្ចឹងអាតិចនេះបើសិនជាបងប្អូនលេងតិចនេះមិនមូវាខ្លាំងពេកទេខ្លាំងពេកបងប្អូនគេវល់វាធ្លាក់អញ្ចឹងក៏វាមិនប្រកែអញ្ចឹងយកឲ្យវាអំវើបន្តិចទៅបងប្អូនយកខ្លាំងពេកក៏មិនប្រកែដែរអំវើវល់ច្រើនដល់ពេលយើងយកបញ្ញាក់ញាប់ពេកញាក់ញាប់ពេកក៏អត់ប្រកែដែរចឹងអាតង់ខាងតិចនេះបងប្អូនលេងបានដូចគ្នាបើសិនជាក្បាលថ្មីក្បាលខ្លះបងប្អូនលេងអាបញ្ញាក់នេះដបងអត់សូវចាប់យើងកាច់មកលេងបញ្ញាក់នេះមកអានឹងចាប់ត្រីបានដូចគ្នាហើយចំណែកបើយើងកាច់ចូលតង់បញ្ញាក់វិញអញ្ចឹងអានេះសេរីដូចមិនសេរីប៉ុណ្ណានៅប៉ុណ្ណឹងហើយកាច់មកអាខាងត្រី2នេះតង់ក្តៅនេះសេរីក៏ដូចមិនសេរីដូចគ្នាអញ្ចឹងស្រាប់បងប្អូនប្រើតង់លេខ0តង់កដាលតង់បញ្ញាក់នេះហើយតង់ក្តៅនេះអញ្ចឹងអានេះបងប្អូនមិនបាច់ខ្វល់វាទេយើងលេងណានេះមួយទៅអា violin មេនេះមួយទៅ master violin នេះទៅអញ្ចឹងអា violin នេះទុកចោលឲ្យវានៅណានៅអញ្ចឹងអានឹងស្រាប់តែយើងលេងជាមួយតិចទេនេះបានយើងសេរីទៅវាមានប្រតិកម្មចឹងអាតង់ក្តៅនេះបងប្អូនរោបានដូចគ្នាស៊ីភ្លើងតិចទៀតហ្នឹងស៊ីភ្លើងតិចជាងគេហើយចាប់ត្រីក៏ខ្លាំងដែរបលាប់យ៉ាអត់ងាយរួចទេព្រោះថាអាហ្នឹងបើលេងទឹកល្អវាពិបាកបន្តិចវាអត់សូវឡើងវាអត់សូវហើបមកលើវានៅតាណាងាប់ទៅនឹងមកត្រីអញ្ចឹងបងប្អូនលេងទៅបងប្អូនចេះតិចនិចតាមនឹងដែរបច្ចេកទេសតាមនឹងដែរបើបងប្អូនមិនសូវប្រសពបងប្អូនប្រើនេះទៅវារៀងឡើងជាងវាហើបជាងឬក៏ប្រើតិចនេះអានេះក៏ទាញមកល្អណាស់អញ្ចឹងអានេះកងតាក់នេះជួនកាលក៏មានបច្រាស់ដែរហើយសម្រាប់ក្បាលខ្ញុំគឺក្តៅនៅខាងនេះតិចនៅខាងក្នុងនេះខាងលេខ1អញ្ចឹងជួនកាលទៅគេដោតបច្រាស់ជួនកាលទៅខ្ញុំដប់ក្បាលទៅច្រឡំមួយដែរដោតបច្រាស់ឲ្យមួយដែរវាមិនប្រកាសថាអញ្ចឹងទាំងអស់អញ្ចឹងវាអាស្រ័យលើបងប្អូនស្ដាប់ទៅលេងដែរហើយការបច្ចេកទេសរោត្រីពឹងលើបងប្អូននឹងស្រង់ហើយត្រូវងំមិនតិចនិចមិនបើខ្ញុំនឹងដូចខ្ញុំបញ្ជាក់ពីដើមទីអញ្ចឹងខ្ញុំតទូកខ្ញុំចេះអ៊ំហ្នឹងអញ្ចឹងខ្ញុំបានតែធ្វើអញ្ចឹងទេអញ្ចឹងបច្ចេកទេសលើបងប្អូនរោខ្លួនឯងអញ្ចឹងមានប៉ុណ្្នឹង